សួស្តីបងប្អូនជាទីស្រឡាញ់ចាថ្ងៃនេះខ្ញុំមកប្រឡាក់សាច់គោសាច់ជ្រូកម្ដងបងប្អូនមានខ្ទឹមសមានរនាងមានស្លឹកក្រូចសើចរួចហើយក៏ហាន់បុកមកបងប្អូនបុកឲ្យម៉ត់ឈឹងមកបងប្អូនខ្ញុំប្រឡាក់ហើយសាច់ជ្រូក1គីឡូសាច់គោ2គីឡូបងប្អូនគឺបុកគ្រឿងច្រើនណាស់បងប្អូនអើយប៉ុន្តែអាកលែងបុកនោះប្រើគោឲ្យបុកកើមិនបង្ហាញបងប្អូនទេបុករួចហើយក៏ចាប់ផ្ដើមបុកល្អិតហើយក៏ម៉ត់អស់ហើយក៏ចាប់ផ្ដើមបាសមកប្រឡាក់បងប្អូនប្រឡាក់សាច់ជ្រូកមុនគេគឺដាក់គ្រឿងរួចហើយយើងដាក់ប៊ីចេងដាក់ស្ករសដាក់អីទឹកត្រីបងប្អូនដោយសារដាក់មីលតិចអត់បានដាក់មីលច្រើនទេអានេះគឺប្រឡាក់សាច់ជ្រូកមុនគេបងប្អូនប្រឡាក់សាច់ជ្រូកស្រែខ្ញុំទិញសាច់ជ្រូកស្រែចំនួន1គីឡូបងប្អូនប្រឡាក់សាច់ជ្រូកស្រែរួចហើយក៏ចាប់ផ្ដើមប្រឡាក់សាច់គោបងប្អូនសាច់គោនេះចំនួន2គីឡូបងប្អូនប្រឡាក់ឲ្យកូនយកទៅរេនបងប្អូនអើយទៅរេនឆ្ងាយពីផ្ទះក៏មិនដឹងបាយមិនដឹងទឹកទេប្រឡាក់អុយហើយក៏សាច់ជ្រូកអត់បានហាលយកទៅក៏ហូបមិនទាន់ស្អុយក៏បោះចូលទៅបងប្អូនអើយជាហែងកូនក្មេងវាមិនដឹងខាតដឹងបងទេបងប្អូនអើយចង់និយាយទេសាច់គោ1គីឡូបងប្អូនប្រឡាក់រួចហើយរៀបហាលមួយចង្អេរពើកហាលនិយាយពីថាហាលស្ងួតរឹងស្អាតជ្រេញស្ងួតទើលបងប្អូនហាលដើម្បីដូចថាកូននៅតាមស្រុកគេវាកើតកលែងហាលកលែងអីទេប៉ុន្តែបងប្អូននឹងចេះនិយាយកើតសាច់គោ2គីឡូនេះហាលក្រៀមក៏ពិតផ្ញើតកូននិយាយចង់និយាយថាធម្មតាសាច់វាហាលទៅវាស្វិតអស់ហើយសាច់គោ2គីឡូហាលស្វិតទៅដល់ផែន1គីឡូបងអូន1គីឡូ25,000បងអូនមើលសាច់ទៅនិយាយវាថាខំផាទៅស្ដើងដើម្បីកូនងាយស្រួលនឹងហូបនៅស្រុកគេពូងគេវាពិបាកទៅរស់ទិញរស់អីខ្លាចសុវត្ថិភាពផងបងអូនអើយគិតកូនសັບគ្រប់កូននៅឆ្ងាយពេលប្រឡាក់ហាលរួចរាល់គ្រីមអស់ហើយបងប្អូនផ្ញើទៅគិតមិនវាមិនហូបទេបងប្អូនចង់និយាយទេមិនចេះនិយាយខ្ជិលនិយាយអាកលែងនេះស្លេះចូលសាច់គោ2គីឡូនិយាយពីថាហាលស្ងួតសាច់ជ្រូក1គីឡូសាច់គោ2គីឡូហាលហើយយកទៅក៏អត់បានហូបបានអីទេបងអូនផ្ញើទៅដល់គាត់ហើយក៏ចូលឆ្នាំប៉ុណ្ណោះចូលឆ្នាំធម្មតាសាច់គោដាក់ច្រកកំប៉ុងមានអីបងអូនហើយទោះបីស្ងួតយ៉ាងណាក៏ដោយហើយយកទៅច្រកកំប៉ុងទុករឹបអាទិត្យវាមានអីបងប្អូនមើលទីសាច់គោក៏ដឹងដែរក៏ហមបង្ងោមស្ងួតទើលបងប្អូនមានចេះគិតអីបងអូននៅនេះក៏នួយ៉ាដុសផ្សិតក៏បោះចូលបាត់